ចឹងថ្ងៃដែរគេយើងមកភ្លក់ burger ណោះគ្នា burger មានច្រើនប្រភេទមែនតើមាន Lucky Burger មាន KFC មាន KJO Texas ហើយនឹង King Burger King ដែរណោះមានច្រើនប្រភេទដែរចឹងថ្ងៃដែរគេយើងមកភ្លក់គ្រប់ burger ទាំងអស់ណោះគ្នាហើយចាំមើលថាចំណង់ចំណូលចិត្តពួកខ្ញុំ burger មួយណាហាងមួយណាដល់គ្នាបាទហើយខ្ញុំក៏ rate នៅtrong វីដេអូដែរសម្រាប់មួយណាដែលយើងចូលចិត្តជាងគេហ្នឹងហើយអញ្ចឹងបន្តគ្នាចូលចាប្រភេទខ្ញុំដើរភ្លក់តាមហាងអញ្ចឹងទៀតជួយ comment ដល់វីដេអូមកហើយចុច like វីដេអូមួយនេះបានច្រើនហើយ subscribe channel ខ្ញុំផងដល់គ្នាអូខេតោះយើងទៅចូលទៅវីដេអូយើងតែម្ដងទៅបាទអញ្ចឹងឥឡូវនេះគឺយើងមកដល់ Burger King ដល់គ្នាបាទអញ្ចឹងនេះគឺជា burger របស់ខ្ញុំ burger នេះគឺជា burger ពិសេសដល់នេះ burger សាច់គោធម្មតាទេក៏ប៉ុន្តែអ្វីដែលលយហ្នឹងគឺ Halloween នេះ burger Halloween ដល់គ្នាបាទតែយើងធ្វើការ unboxing វាមើលទាំងអស់គ្នាគឺវាមិនដែរអញ្ចឹងដល់គ្នាមើលដល់គ្នាហេតុអីបើខ្ញុំថា burger ហ្នឹងពិសេសគឺ burger ខ្មៅដល់គ្នាអូខ្មៅតុងយាយដល់គ្នាអូយអូឡាខ្មៅអួនហ្នឹងដល់គ្នាមើលយើងមើលល្ងឃើញហើយដល់គ្នា burger ទូទៅយើងមើលល្ងខែ burger នេះមើលល្ងឃើញដល់គ្នាបាទនេះគឺជារូបរាងបន្លែគឺយ៉ាងសាឡាត់ហើយនឹងពេលប៉ោះទេហើយដល់មានជីសទេដល់គ្នាបាទហើយគេលាបទឹកក្រោមដល់គ្នាមើលឡើងខ្មៅហើយឡើងសដល់គ្នាតែរសជាតិមិនដែរខ្ញុំអត់ដែរញ៉ាំអីដល់គ្នាបើ King ខ្មៅនេះគឺខ្ញុំអត់ដែរញ៉ាំសោះមកជួយលើការព្រួយអស់គ្នាครับง่ายហ៎ប៉ាំងវាអត់ដូចប៉ាំងទូទៅប៉ាំងវារៀងស្វិតជាងអស់គ្នាប៉ាំងទូទៅយកទៅស្វាយស្វិតជាង burger ខ្ញុំនិយាយមុនថាឆ្ងាញ់ប្រហែលវាឆ្ងាញ់មែនហើយក៏ឆ្ងាញ់ដូចគ្នាណោះអត់និយាយបើទេព្រោះខ្ញុំ burger គឺឆ្ងាញ់ដល់គ្នាចូលចិត្តញ៉ាំ burger នេះឆ្ងាញ់មែនដល់តើអ្នកគ្នាឥឡូវគឺមកដល់វេតខ្ញុំម្ដងសម្រាប់ burger នេះគឺយើងញ៉ាំនៅ burger king អ្នកគ្នាឥឡូវខ្ញុំកំងនេះប្រភេទខុសពីបង្ឈៀងអញ្ចឹងណាឥឡូវយើងបើកមើលទាំងអស់គ្នាថា burger នេះបែបម៉េចអានេះខ្ញុំកំងbacon barbecue bacon ហើយ cheese អ្នកគ្នា3មុខឥឡូវយើងបើក burger ទាំងអស់គ្នានេះអ្នកគ្នាគឺ burger គេដូចទូទៅដែរអញ្ចឹងដោយសារប្រភេទនេះប៉ុន្តែប្រភេទនេះវាអត់មានបន្លែភ្លេចបើកអីមើលប្រភេទនេះវាអត់មានបន្លែហើយឥឡូវបើកខាងក្នុងហ្នឹងចង់ដឹកមិនដែរល្ងច្រើនយ៉ានេះអ្នកគ្នានិយាយកាត់ដូចប្រាប់ចឹងប្រភេទនេះគឺមាន barbecue bacon ហើយនិង cheese ចឹងណា3មុខអ្នកគ្នាឥឡូវយើងមកមើលខាងក្រោយនេះម្ដងអាដឹងបើកចេញហើយក្រោយនេះគឺធម្មតាចឹងអត់មានបន្លែទេឥឡូវយើងមកភ្លក់រសជាតិទាំងអស់គ្នានិយាយកាត់ប្រភេទនេះណាគេដែលអត់ចូលចិត្តបន្លែខ្ញុំចូលចិត្តទេតែខ្ញុំចង់កំងប្រភេទនេះអ្នកគ្នាយើងយកប្រភេទ bacon barbecue cheese ចឹងណាវាអត់មានបន្លែឥឡូវយើងសាករសជាតិនឹងទាំងអស់គ្នាចង់ដឹងរសជាតិមិនឆ្ងាញ់ណាស់គ្នាញ៉ាំមកវាមានអាទឹកដាក់ជាមួយនឹង bacon នេះដល់ពេលញ៉ាំទៅវាអត់ស្ងួតពេកទេហើយមួយ cheese តិចឆ្ងាញ់តោះអ្នកគ្នាឥឡូវយើងទៅមើលសម្រាប់ហាងបន្ទាប់ទៀត burger ហាងបន្ទាប់ទៀតអូខេអ្នកគ្នាឥឡូវគឺយើងមក burger មួយហាងទៀតហើយសម្រាប់ប្រភេទហាងនេះគឺហាងឈ្មោះ KJO Junior ប៉ុន្តែហៅថា KJO ទៅបាន Junior អត់ហៅថាត្រូវហៅ JO ហ្មងឥឡូវគឺយើងមកសាក burger ហ្នឹងហើយហាងហ្នឹងគឺ logo វាគឺ logo កាយអ្នកគ្នាប្រកាសជាស្គាល់ធំណាប៉ុន្មានមកបាត់ដៃហ្នឹងអ្នកគ្នាហើយទៅពេលហើយសាឡាត់យកហ្មងនេះមួយគឺសាឡាត់យកមកឥឡូវយើងបើកខាងក្នុងវិញអ្នកគ្នាមើលអីយ៉ានេះប្រទេសឈីសហ្នឹងគឺក្រាស់ជាងហាងផ្សេងយើងញ៉ាំនៅហាងផ្សេងរៀងស្ដើងអានេះអានេះគឺតសក់អ្នកគ្នាអាហ្នឹងគឺតសក់អ្នកគ្នានិយាយការសម្រាប់តសក់ប្រភេទអញ្ចឹងតសក់ត្រាំគេដាក់ជាមួយនឹង burger ជូមែនហ្នឹងហើយតើដឹកខ្ញុំភ្លឺប្រភេទសក់ត្រាំមិនអោយជូអានេះប្រភេទហ្នឹងគឺគេត្រាំហើយប៉ុន្តែអ៊ូឈីសនេះទៅនងណាអ្នកគ្នាក្រាស់ហ្នឹងអានេះគឺដាក់ពីហ្នឹងឯពីប្រទេសហ្មងឥឡូវយើងបន្ទាប់មកពីហ្នឹងគឺសាច់ប្រទេសធំឥឡូវយើងមើលខាងនោះម្ដងតោះមើលខាងនេះម្ដងខាងនេះក៏ជាសិតតែបន្លែឯណាគ្នាខាងនេះបន្លែអីចឹងទៅជប់នេះខាងក្នុងហ្នឹងគឺសិតតែបន្លែណាគ្នាប្រភេទបន្លែនេះគឺដាក់បន្លែស្រស់ហ្មងធំហ្នឹងណាបងប៉ុនមុខខ្ញុំណាចាំបើញ៉ាំសាកទាំងអស់គ្នាហើយចាំខ្ញុំប្រាប់រសជាតិគោក៏ប្រឡប់ដែរជូតែដល់ពេលញ៉ាំចូលគ្នាអត់សក់ទេពេលញ៉ាំទាំងអស់ហ្មងរៀងកាត់ជូតែបើយកមិនបោះញ៉ាំម្ដ
chung quá là những lượng tiệt tiệt sẵn anh ấy khang máu phía chó đau chi chó đã lỡ ở bên xung quanh làm luôn ចំពោះខ្ញុំអត់ចូលចិត្តសាឡាត់ទេណោះគ្នាបាទហ្នឹងហើយខ្ញុំមកចូលចិត្តតែអានេះសាឡាត់នេះធំណាស់គ្នាសាឡាត់ធំមែនតើហ្មងលោកមួយសិនដល់ហើយចាចាំមកទៅត្រូវចិត្តខ្ញុំឯងអត់ទៅត្រូវចិត្តខ្ញុំឯងគេសេះសាឡាត់នេះមកដកដាក់ចេញទៅណោះគ្នាដាក់គេធំហើយណោះណែចាបើមើលមកតំណងជាងចំពោះខ្ញុំណោះគ្នាសាឡាត់ទៅចូលចិត្តឯងខ្ញុំមកតែហ្នឹងតែចំពោះបងចំពោះអូនចូលចិត្តសាឡាត់ឆ្ងាញ់បើតែធំហើយណោះគ្នាអត់បាត់ពុកthôi ok ប្រឡាក់ក្រែមស៊ីដៃមាត់គេប្រឡាក់ក្រែមគេណោះគ្នាបាទប្រឡាក់ក្រែមគេក្រែមអូនហ្នឹងទៅចាំមកបើអានេះអត់សូវចិត្តខ្ញុំទេអត់ទេតែអាចត្រូវចិត្តតែចេញតែពួកខ្ញុំអត់សូវត្រូវចិត្តមិនថាស្ងាយតែចំពោះរសជាតិគឺអត់ត្រូវខ្ញុំទេបើនេះហ៎នេះឥឡូវយើងទៅហាងចប់ចេញអត់ទេបាទអូខេអ្នកគ្នាសម្រាប់នេះវិញគឺ burger យើងទិញនៅប្រភេទ mart អ្នកគ្នា burger នេះគឺយើងទិញបោះការ៉េផ្ទាល់ហ្មងនៅ e-mart អ្នកគ្នាហើយសម្រាប់ប្រភេទនេះគឺមិនមែនហាង burger ចំហ្មងឯងប្រភេទ burger យើងទិញនៅ mart អ្នកគ្នាធ្លាប់ញ៉ាំហើយមាននៅក្នុងទូអីចឹងណាហើយយើងយកមកគេកណ្ដៅឲ្យអញ្ចឹងឥឡូវយើងមកភ្លក់ burger នៅ mart ម្ដងគ្រាន់តែនៅនេះវាមិនមែនបែបជាហាង burger ចំឯងឥឡូវគឺយើងបើក burger ខាងក្នុងនឹងចង់ដឹងថាប្រភេទ burger នេះគឺមានអីគេខ្លះនៅក្នុងនឹងណ៎នេះវាចេញមកហើយណ៎គ្នាក្តៅគ្រាន់បើដោយសារគេទៅក្តៅនៅក្នុង microwave ហើយឥឡូវខ្ញុំបើកខាងក្នុងនេះឲ្យណ៎គ្នាអូយអាលៀកខ្ញុំបើកខាងក្នុងនេះឲ្យណ៎គ្នាមើលអូយហុយសែងណ៎គ្នាមិនដឹងថាឃើញនៅក្នុងកាមេរ៉ានឹងអត់ទេតែនៅក្រៅហុយសែងខ្លាំងអានេះដូចប្រភេទដូចបឺលាយជាមួយប្រភេទខ្ទឹមបារាំងណាតែគាត់ថាគេធ្វើឲ្យប្រភេទអាហារម្ហូបហើយអញ្ចឹងទៅវារៀងនៅអញ្ចឹងហើយសម្រាប់បន្ទាប់នេះគឺសាច់គ្នាសាច់ពណ៌គាត់ថាវាអត់មានបន្លែទេហើយគាត់ថាពណ៌វាអត់ដូចនៅហាងយកហ្មងទៅឥឡូវយើងបើកមួយចាហៀងទៀតអ្នកគ្នាអូអាប្រភេទនេះគឺសាច់ពីរតង់អ្នកគ្នាខាងក្រោយនេះអានេះសាច់មួយហើយកដានេះអ្នកគ្នានេះកដាហ្នឹងគឺមានឈីសដែរអូក្តៅឡើងហុយសែងនេះឃើញសែងអត់ហើយនេះគឺឈីសនៅពីកណ្ដាលយ៉ាងណាដល់ប្រភេទនេះគឺមានសាច់ដល់តែ2ដុំมันមានបន្លែនោះទេអ្នកគ្នាឡើយលក់រសជាតិហ្នឹងថាវាដូចនៅតាមហាងគេធ្វើថ្មីអត់សាច់នេះសាច់នំប៉័ងធម្មតាតែប្រភេទគេធ្វើឲ្យតែវាអត់ទៅដូចដែលយើងទៅញ៉ាំហាងផ្សេងហ្មងផុសហ្មងអានេះវាស្វាត់សាច់នំប៉័ងណាហើយខ្ញុំភ្លក់មួយម៉ាត់ទៀតសិនមកល្មមអាចញ៉ាំបានតែស្រួលថាឆ្ងាញ់ដូចគេធ្វើភ្លាមអត់ពេលមកគ្នាឯសារសាច់នំប៉័ងរៀងស្វិតហើយសាច់ខាងក្នុងនេះវាឆ្ងាញ់ដែរតែមានអារម្មណ៍ថាវាសោះតិចរៀងសោះតែសារគេធ្វើទុកឲ្យបើយ៉ាប់ហ្មងរៀងសាច់នំប៉័ងវាអត់ហុយអត់ស្រួយថ្មីដូចដែលយើងទៅញ៉ាំគេធ្វើភ្លាមដោយសារប្រភេទនេះប្រភេទអាហារកម្ដៅនៅក្នុងកញ្ចប់ចឹងពេលខ្ញុំមិនម្ដងហើយចង់ប្រាប់ថានេះ burger ទី3នៅក្នុងថ្ងៃហ្នឹងណោះគ្នាបាទចឹងខ្ញុំញ៉ាំ burger អស់3ហើយណោះគ្នាខ្ញុំពាក់អាយនេះហ្នឹង3 burger ហើយណោះគ្នាមួយថ្ងៃហ្នឹងញ៉ាំតែ burger ហើយហើយនេះប៉ាំងគេអត់ស្រួយទេណោះគ្នាkhi cây phản bại khi cây ốc thìមានប្រែហើយចាច់គោគេអត់អញទេមកនិយាយកាត់ burger នេះខ្ញុំបាច់ធ្វើទេអត់ត្រូវចេះផ្អែមខ្ញុំឲ្យចូលចិត្តរបស់ផ្អែមទេអត់អញ្ចឹង burger មួយឯងគឺអត់ត្រូវចិត្តខ្ញុំទេអត់អញ្ចឹងនិយាយបានហើយពួកខ្ញុំគឺអត់ឆ្ងាញ់បាទចុះសេះឈីវាផ្អែមចូលចេះអត់អញ្ចឹង burger នេះអត់ឆ្ងាញ់ទេចំពោះខ្ញុំបាទអញ្ចឹងយើងទៅហាងមួយចេះអត់គឺ burger ណោះថ្ងៃស្គាល់គឺ burger សង្ក្រានណោះគ្នាបាទអញ្ចឹង burger នេះមួយតែ 5000 ទេហើយយើងធ្វើការភ្លក់រសជាតិឲ្យណោះគ្នាមើល burger រូបរាងពេលគេផ្គុំដែរអញ្ចឹងណោះគ្នាស្គាល់ burger នេះហើយ burger នេះបើកយូរហើយណោះគ្នាចានេះអត់បន្លែណោះគ្នាបាទអញ្ចឹងយើងធ្វើការ unboxing burger មួយសិនអញ្ចឹង burger គេគឺខ្ចប់ដោយថង់ណោះគ្នាបាទអូខេអញ្ចឹងខ្ញុំយកអត់បន្លែណោះគ្នាបោះចាជីងយកអាមានបន្លែបាទអញ្ចឹងនេះ burger ណោះគ្នាបើកឲ្យណោះគ្នាមើលមួយសិនលឹមនេះគឺអត់មានបន្លែអត់មានអីទេគេខ្ញុំមកយកអត់បន្លែណោះគ្នាបាទព្រោះខ្ញុំមកចូលចិត្តញ៉ាំអត់មានបន្លែគេខ្ញុំមកចូលចិត្តគេយើងធ្វើការភ្លក់ទាំងអស់គ្នាឆ្ងាញ់ហ៎អត់មានឈីតែទឹកពីលក់គេហ្នឹងគឺឆ្ងាញ់បាទឥឡូវគឺមកសាក់ burger របស់ខ្ញុំម្ដងមានបន្លែរបស់គាត់អត់បន្លែគឺរបស់ខ្ញុំមានបន្លែហើយនេះ
នេះគឺនៅមុខវត្តបតុមហ្មងហាងនៅពីក្រោយហើយអង្គុយថតពីមុខហាងគេហ្នឹងហ្មងឥឡូវយើងមកញ៉ាំមកបើកមើលថារបស់ខ្ញុំមានបន្លែហើយនឹងអត់បន្លែខុសគ្នាហ្មងនេះណាគ្នានេះគឺរបស់ខ្ញុំគឺមានបន្លែនេះណាគ្នាខាងនេះគឺមានបន្លែមានសាច់ហើយខ្ញុំត្រឡប់ខាងនេះឲ្យមើលគឺសុទ្ធតែបន្លែដូចគ្នាមានសាឡាត់មានប៉េងប៉ោះមានតសក់មានអីអញ្ចឹងណាចាឥឡូវគឺខ្ញុំមកភ្លក់រសជាតិឲ្យនេះទាំងអស់គ្នានិយាយកាត់ burger សង្ត្រានេះគឺបើកយូរហើយតាំងខ្ញុំនៅក្មេងនៅរត់លេងណាគ្នាអាចជា10ឆ្នាំជាងឡើងឥឡូវយើងភ្លក់រសជាតិហ្នឹងឆ្ងាញ់ណាស់គ្នារសជាតិគេរសជាតិដាក់ហ្មងគ្រាន់ពីទូចខ្ញុំញ៉ាំអត់ដាក់បន្លែឥឡូវខ្ញុំញ៉ាំដាក់បន្លែតែប៉ុណ្្នឹងតែរសជាតិឆ្ងាញ់អាចមកសាក់បាននៅមុខវត្តបតុមហ្មងអ្នកគ្នាអូខេអ្នកគ្នាឥឡូវតោះយើងទៅមើល burger មួយទៀតអូខេអញ្ចឹងឥឡូវយើងមកភ្លក់នៅហាង Lucky Burger វិញណោះគ្នាបាទអញ្ចឹង burger នៅនេះគឺខ្ញុំចូលចិត្តញ៉ាំមែនទែនហើយ burger យើងយករសជាតិនេះគឺ BBQ ណោះគ្នាបាទអញ្ចឹងយើងធ្វើការបកប្រអប់វាបកស្រោមវាចាំមើលថាគ្រឿងក្នុងវាស្អាតដែរអត់ទេខ្ញុំយកអត់បន្លែ BBQ អត់មានបន្លែទេណោះគ្នាខ្ញុំធ្វើការបើកអញ្ចឹងនេះណោះគ្នា burger យើងបានមកដល់ហើយ burger នេះធំហើយណោះគ្នា burger ឯងប៉ិនបាតដៃណោះគ្នាបាទប៉ិនបាតដៃ burger ឯងធំអត់មានបន្លែទេគឺមានbacon cheese ហើយនឹងសាច់គោតាមនេះសាច់គោអត់មានបន្លែទេណោះ burger នេះធំណោះគ្នាបាទ burger នេះធំយើងធ្វើការព្រួទាំងអស់គ្នាតែទៅ burger នេះឆ្ងាញ់ចំពោះខ្ញុំហើយណោះគ្នាដោយសារខ្ញុំចូលចិត្តយកទៅចឹងតែអញ្ចឹងដូចថាអញ្ចឹងណោះគ្នា burger នេះខ្ញុំចូលចិត្តញ៉ាំស្រាប់ហើយអញ្ចឹងចំពោះខ្ញុំប្រកាសជាឆ្ងាញ់ហើយណោះគ្នាបាទនេះអ្នកគ្នានេះសម្រាប់ burger barbecue ដែរហៅហ្នឹងរសជាតិ barbecue ឥឡូវខ្ញុំធ្វើការភ្លក់ព្រោះអាហ្នឹង favorite របស់ខ្ញុំហើយនឹងបងឈៀងដែរអញ្ចឹងណាធ្លាប់ញ៉ាំហើយនេះឆ្ងាញ់ផងចឹងអ្នកគ្នានេះប្រភេទសាច់នំអញ្ចឹងតែវាមានសាច់ burger ហើយជាពិសេសវាមាន bacon តែ bacon ហ្នឹងបែបលក្ខណៈសាច់ចំណុចអញ្ចឹងណាសាច់ជ្រូកចំណុចមួយគ្នាអញ្ចឹងសាច់គោផងសាច់ជ្រូកផងហើយជាពិសេសមានឈើពីកណ្ដាលញ៉ាំទៅមកល្មមហើយអត់ចូលចិត្តបន្លែញ៉ាំឡើងឆ្ងាញ់ខោហ្មងតើឥឡូវអ្នកគ្នាទៅមើលវីដេអូទៅមើលហាងបន្ទាប់ទៀតហាង burger បន្ទាប់ទៀតតឥឡូវគឺយើងមកភ្លក់សម្រាប់នៅ KFC ម្ដងអ្នកគ្នានេះគឺ burger ដែលខ្ញុំបានកំងហើយពីរសជាតិហ្នឹងគឺរសជាតិបែបប្រភេទផ្សេងគ្នាអញ្ចឹងណាឥឡូវយើងភ្លក់ទាំងអស់គ្នាមួយបោះឈៀងសែនយ៉ាងមួយបោះខ្ញុំអញ្ចឹងឥឡូវសម្រាប់អាទូចនេះបោះខ្ញុំឥឡូវយើងមកបើកឥឡូវខ្ញុំមកបើករបស់ខ្ញុំអ្នកគ្នាសម្រាប់ burger នេះគេមានប្រភេទ food color burger មាន់នេះយ៉ាទាញមកទីមើលក្តៅយ៉ាងក្តៅនេះរបស់ខ្ញុំវាទូចតិចអ្នកគ្នាឥឡូវខ្ញុំបើកខាងក្នុងនឹងឲ្យមើលនេះប្រភេទនេះវាបែបសាច់មាន់ដែរតែសាច់មាន់គេយកធ្វើជាប្រទេសហើយអានេះខាងណាតែពេលសម្រាប់នេះខាងនេះវិញគឺអត់មានអីទេសាច់តែទេធម្មតាហើយប្រភេទនេះគឺទូចអញ្ចឹងប្រភេទនេះបើទូទៅញ៉ាំ2ឡើងមួយចែកតែឥឡូវខ្ញុំកំងមួយតើឥឡូវយើងភ្លក់រសជាតិអាហ្នឹងទាំងអស់គ្នាចង់ដឹងរសជាតិហ្នឹងមិនឆ្ងាញ់ណាស់គ្នាមានជាតិប៉ុន្តែសម្រាប់ burger នេះប៉ុកខុសលើអាទឹកសសនេះអ្នកអាទឹកឈីសនេះប៉ុកខុសលើអាហ្នឹងបានអត់ថែមរសជាតិបើសិនជាអាហ្នឹងតិចមួយអត់មានអាហ្នឹងញ៉ាំទៅវាស្ងួតតែឆ្ងាញ់តើឥឡូវទៅបោះឈាមសញ្ញាម្ដងអានេះ burger របស់ខ្ញុំវិញម្ដងដូចថាអញ្ចឹង burger នៅនេះមានតែ burger សាច់ងាន់ទេណោះគ្នាបើកពីក្រោមនេះខុសពីរាល់ដងនៅណោះគឺបើកពីលើអានេះបើកពីក្រោម1 2បើឈីងអូណែណោះអញ្ចឹងនេះណោះគ្នាបាទនេះខុសនៅពី Lucky Burger ប្រទេសឈីគេគឺប្រទេសឈីម៉ូតានេះលាយអស់ហើយណោះគ្នាបាទមើលហើយ burger សាច់មាន់នៅនេះអត់មានសាច់ជ្រូកសាច់គោអីទេណោះគ្នាអាពីក្រោយអានេះគ្រឿងទឹកប្រទេសណោះគ្នាបាទហើយតម្លៃ burger ដែលខ្ញុំចូលហាងហ្នឹងតម្លៃផាផែគ្នាណោះគ្នា4រៀល5រៀលអីទេណោះគ្នាបាទអញ្ចឹងខ្ញុំខ្ជិលដាក់តម្លៃឲ្យណោះគ្នាមើលដោយសារវាតម្លៃផាផែគ្នាឲ្យខ្ញុំស្អប់កាត់ burger លើកណាវាជាប់តែល្ងនេះពេញដៃណោះគ្នាបាទគេយកយើងកាន់មួយក្តារតែតែខតឲ្យណោះគ្នាមើលអញ្ចឹងធ្វើការព្រួយណោះគ្នាមើលមួយតែខ្វប់ញ៉ាំនេះណោះគ្នាបាទឆ្ងាញ់មាន់គេនេះអត់ឆ្អឹងទេមួយតិចខ្ញុំច្រឡំមកមានឆ្អឹងបាទburger នេះឆ្ងាញ់ជាងអាបោះចេញណោះបោះតែវាអត់សូវឆ្ងាញ់ទេហើយឆ្ងាញ់ជាងវាហាក់វាមានឈីផុកវាមានអាទឹកចវាផងវាមានអាទឹកម្ទេសខោនេះមួយទៀតអត់ទេទឹកម្ទេសតែបាយចាញ់ហ្មងអត់ទេហើយcheesy single ស្អីគេណាគេបាញ់ឲ្យគេកំងហើយឆ្ងាញ់នៅ KFC អញ្ចឹងយើងទៅហាងបន្ទាប់ទៀតអត់ទេទៅមើល burger កន្លែងផ្សេងទៀតអត់ទេបាទ
Chà lấy ní cái dương mà đó là Texas bên mà đo ngọt nghe bà chẳng là ní burger ní miền ta burger sạch ngon để đợi nơi KFC chẳng hạn nó Texas ní tầm sau miền chọn nơi sọc mai dương mà để miền bay buồn hàng miền giấy cắt ớt miền chọn bên giống đây là cái burger hay là KFC mà để còn tay trong người than là để ngay ngọt nghe bà chẳng ngon chẳng ấy tay ngay giờ một lựa burger trứng ok ngọt nghe bà chẳng burger ní cứ burger món ngọt nghe bà xây thùng để miền chợ lái hơi sạch muôn là bị cao ngọt nghe miền bị bóp chế xây nhom xây cho nó burger muôn mà để nhom cho chân nhắm muôn mấy người ta nhom mẹ trong nó hàng burger sạch muôn đây ngọt nghe tại muôn kia là những cái anh ngọt này bạn muôn kia anh ngọt này ok nào kia là mau xem burger nhom đi pin mà đòn burger nhom hay năng bóng chiên nha mảnh khóc kia khoảng ham muối hơn muối ập hơn bóc qua original bao nhom này nhom dùng hết muôn hơn lá gì cách ởประเภท burger นั่นนี่ก็มี burger ใส่โค้ยมีใส่ burger ใส่เมื่อวานได้เลยยังบายแต่ออกนี่นี่ก็มีปลาไหลมีใส่มวนมีชีสไอ้เลยยังบายเลยนะมีเมื่อนี้สำหรับบอลยมมีปลาไหลมีเป็นป้อไอ้ชั้นเตอร์ให้อันนี้ปลาแดกชิ่งเนาะนี่ปลาแดกชิ่งยังโจจะชิคลังอ่ะไอ้นี้เพลย์มวนเลยยังบายฟิคอวิ่งมาดองเนี่ยนะนี่วิเคราะห์เนี่ยของมวยเชียงของท่าบอกว่าตักทอนมาบอลยมตักประเภทใบมันเตะฮัทเหียงเฮอเมื่อตอนก่อนแต่เรายังพลัวรูปเช้าcái cục bàn cònเรายังพลัวรูปเชียงมาดองnhưng mà sao mà nhắm nơi nặng đai nọ nên nhắm món nhắm burger ấy giống là pลัวรูปเชียงburger đi mà dong không mà món đó thôi mẹ ơi chứ nghĩa là kia nhắm các bạn ngay nhận đọc sọc việc này chẳng là việc gì ở xung quanh cái đọc sọc cái hình thơ thực tích tay hình của em thực tích này chẳng là ta đối với chức năng ngọt nhiều chân burger cứ dương bàn lụa sân ngõ hàng ấy nọ nghe bà em chấm nông chấm nô chất nhom mùi na để nhom trôi chất những cái hàng ngõ được cái nhom trôi chất lại cái burger nọ nghe sai nhom lại cái burger tăng mình chân nhom trôi chất lại cái burger hai chiều sẽ BBQ à nhom cầm món nơi không video mùi năng ấy nọ nghe bơ nâng cái chiều burger mùi để nhom trôi chất những kỳ ở chân bảo nhom rồi do mùi cái nhom do lại cái burger nọ nghe bà ở đây tầm mơ dùng bao trái chiên bình thầm trái chiên giò mùi này chân sự mẹp nhom vinh nào kia sự mẹp nhom vinh trong chân nào burger tập để nhom nham thì tim môi là hot ở trong nó cứ ở chân nổi chặt nhom sự mẹp nhóm cứ burger song tra nào kia sự mẹp burger song tra nó cứ nhom nham vui nào kia tăng thì men là hôm mà đó là vì chỗ đập trăm chiên cái nào kia đẹp độc nhắm cùng mình căng cùng mình đặt môi phong fan burger song tra nào kia hay ở sự mẹp bro chiên ấy cứ nơi tờ đá chân nổi chặt có chỗ chặt đá để xa bia bài cha hút là cái này vây của ma dương lọp nhầm chẳng hay cái được bằng thôi lại chẳng xem đẹp nào kia vinh cho nó chất tha burger tặng nó mùi nè đã comment nước khang khom mà đã mùi mà tha cho chất burger mùi nè chính cái mùi ná tại nào kia cho nó chất cho chất khẳng gì cả comment khang khom mùi màu ok xem đẹp video ngày nắng comment trong được bên đăng đai bờ cho ngay nhóm cover video đa nhâm mà hộp ấy xem tiết cùng play comment khang khom hay comment lập bot đại trong ơi bộ nhóm thót hay năng review năng tặng kia mà comment khang khom tặng kia chúc kia nơi video xây tên ạc bye bye nào kia